បាទសូមស្វាគមន៍ចំពោះការចូលមកកាន់នៅមេរៀនបន្ទាប់ទាក់ទងទៅនឹងការប្រើប្រាស់នៅកម្មវិធី Mixer Word 2024បាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការពន្យល់អ្នកនរអំពីអឺ keyboard command អញ្ចឹងដែលយើងហៅថា keyboard command ហ្នឹងក៏យើងត្រូវដឹងថាតើ keyboard command ហ្នឹងមានអីខ្លះអញ្ចឹងទៅបាទអញ្ចឹងគេថាអ្វីទៅជា keyboard command អញ្ចឹងតើយើងប្រើប្រាស់វាមិនខ្លះអញ្ចឹងយើងអាចធ្វើការប្រើប្រាស់ keyboard command នៅក្នុងកម្មវិធី Microsoft Word ហ្នឹងតាមរយៈការប្រើប្រាស់ keyboard ឬក៏តាប្រាក់គេហៅថា shortcut ណាបាទតែនិយាយថា shortcut បាទអញ្ចឹងkeyboard command នៅក្នុងកម្មវិធី Microsoft Word ហ្នឹងគឺមាន2ប្រភេទអ្នកនាងណាអញ្ចឹងយើងមាន key stroke shortcut ដែលយើងហៅថា shortcut key ហ្នឹងដែលយើងរត់មាត់នឹង shortcut key ហ្នឹងហើយមួយទៀតគេហៅថា key tip បាទ key tip ពេលខ្លះប្រហែលជាអ្នកនាងអត់ទាន់ដឹងអីគេទៅជា key tip តែពិតអ្នកនាងធ្លាប់ប្រើប៉ុន្តែយើងអត់ដឹងថាអូអាហ្នឹងក៏ពិតគេហៅជា key tip សោះបាទតែឥឡូវយើងទៅមើលទាំងអស់គ្នាបាទអញ្ចឹងដែលយើងនិយាយថាតកតងទៅនឹង shortcut key បាទការប្រើប្រាស់ shortcut key ឬក៏ហៅ key stroke shortcut ហ្នឹងបាទគឺជាការបន្សំរវាង key 2ឬច្រើនអញ្ចឹងទៅនៅលើ keyboard របស់យើងនេះមកដើម្បីសម្រេចការងារអីមួយអញ្ចឹងទៅបាទដូចជា Control A យើងប្រើដើម្បីធ្វើការ select ឯកសារទាំងអស់បាទយើងចុច Control ចុះមកអក្សរ A ទៅយើងធ្វើការ select ឯកសារដែលឧទាហរណ៍ថាហើយខ្ញុំមានឯកសារមួយចឹងមកឬក៏អូខេតែឥឡូវខ្ញុំទៅបើកនៅខ្ញុំអាចធ្វើការ copy ឯកសារចេញពីអ៊ីនធឺណិតមួយមកគេទៅរកមើលឯកសារមួយសិនបាទឧទាហរណ៍ថាខ្ញុំ copy នេះចុះណាបាទខ្សែមក copy អញ្ចឹងនៅពេលដែលយើង paste មកវិញអ្នកនេះណានៅពេលយើង paste មកវិញបើសិនអ្នកនេះចុច Control V មកវាអាចបញ្ហាបើសិនជាវាមាន link មានអីចឹងទៅវាមកជាប់ជាមួយចឹងទៅអញ្ចឹងបើសិនជាយើងអត់ចង់ឲ្យមកជាប់ជាមួយទេយើងអាចធ្វើការផ្ដាច់ link ដែលយើងចុចម៉ៅស្ដាំយើងយកកន្លែង paste អក្សរ A នេះណាបាទអញ្ចឹងគេថា keep text only ណាបាទអញ្ចឹងវាអត់មានជាប់ link ជាប់ឲ្យមកជាមួយតែឥឡូវខ្ញុំអញ្ចេះណាបាទអញ្ចឹងនៅពេលដែលយើងចុច Control A មកមានន័យថាម៉េចបាទអញ្ចឹងយើង select all ចឹងទៅដូចនៅក្នុងនេះរបស់យើងគេថា Control A គឺយើងធ្វើការ select all ចឹងទៅបាទឬក៏ Control B ធ្វើទៅជាអក្សរដិត Control C copy បាទ Control V paste ចឹងទៅ Control P print ចឹងទៅហើយ Control I italic តកតងទៅនឹងការប្រើប្រាស់shortcut key អ្នកនេះមានច្រើនមែនតើនៅក្នុងនេះណាចាំមើលខ្ញុំតម្លាក់link តកតងនឹងការប្រើប្រាស់ shortcut key នៅក្នុង description នៃវីដេអូនេះឬក៏បាទអូខេខ្ញុំតម្លាក់នៅខាងក្រោម description នៃវីដេអូនេះណាបាទមួយទៀតគឺតកតងទៅនឹងការប្រើប្រាស់ឬក៏របៀបនៃការប្រើប្រាស់ key tip បាទអញ្ចឹង key tip អញ្ចឹងអ្វីទៅជា key tip key tip នេះគឺវានឹងចេញមកដល់ពេលដែលអ្នកចុច key មួយឈ្មោះថា R បាទ R key លើ keyboard ហ្នឹងយើងនឹងធ្វើការងារអីមួយហ្នឹងទៅអញ្ចឹងជាក់ស្ដែងឧទាហរណ៍ថាខ្ញុំចង់ធ្វើការបើកនៅ tab stop មួយនេះជាធម្មតាឧទាហរណ៍ថាឥឡូវខ្ញុំកំណត់ tab មកកន្លែងនេះមួយអូខេឧទាហរណ៍ថា enter ចក្រមសិនណាបាទអញ្ចឹងខ្ញុំកំណត់ tab លេខ9នេះមួយអញ្ចឹងដើម្បីបើកអ្នកនេះអាច double click កន្លែងនេះហើយយើងអាចដល់ឯនេះអាច double click កន្លែងនេះណាបាទសញ្ញាតម្រឹមឆ្វេងណាបាទឬក៏អ្នកនេះចុចនៅក្នុងកន្លែងគ្រប់ paragraph អ្នកនេះចុចកន្លែង dialog box launcher នេះមកបាទហើយអ្នកនេះចុចទៅកន្លែងប៊ូតុង tab មកយើងនឹងដល់ហើយដូចគ្នាប៉ុន្តែនៅពេលដែលយើងប្រើ key tip អ្នកនេះអត់ចាំបាច់ទៅប្រើច្រើនទេបាទអញ្ចឹងយើងត្រូវចុចប្រើអក្សរ R បាទអញ្ចឹងខ្ញុំចុច R មកចុច O មកហើយចុចអក្សរ T បាទអញ្ចឹងវាចេញដល់ហើយហ្នឹងអានេះគេហៅថាជា key tip បាទអញ្ចឹង key tip នេះអ្នកនាងគ្រាន់តែចុច R មួយមកយើងលេងដៃមកយើងឃើញហើយអូខេជាយើងមានអក្សរចេញមកហ្នឹងហើយអានេះគេហៅថា key tip ឥឡូវខ្ញុំចង់ទៅកាន់page layout ខ្ញុំចង់ទៅកាន់ tab មួយឈ្មោះ page layout ខ្ញុំចុចអក្សរ P អានេះមិនបាច់ចាំចុចអក្សរ P អក្សរ P មិនមែនទៅត្រូវចុចអក្សរ P ធំឬក៏អក្សរ P តូចទេអានេះគឺចុច key P ទៅវាទៅហើយណាបាទឧទាហរណ៍ថាឥឡូវខ្ញុំចង់ទៅកាន់កន្លែងbreak អញ្ចឹងខ្ញុំចុចអក្សរ B អញ្ចឹងទៅចុចអក្សរ B ខ្ញុំចង់ទៅធ្វើការកំណត់តាក់ទងទៅនឹងpage អញ្ចឹងមានចុចអក្សរ P ទៅវានឹងធ្វើការបង្កើន page មួយទៀតអញ្ចឹងទៅឃើញទេបាទអញ្ចឹងវាចេញដល់ហើយហ្នឹងឥឡូវខ្ញុំចង់ទៅកាន់ home វិញខ្ញុំចុច R ជាប់មកខ្ញុំចុចអក្សរអីគេនៅក្នុង home អក្សរ H បាទអញ្ចឹងចុចអក្សរ H មកគឺវាដល់ home វិញហើយនៅក្នុង home ហ្នឹងខ្ញុំចង់ទៅធ្វើការកំណត់តាក់ទងទៅនឹងការប្រើប្រាស់ border and setting បាទខ្ញុំចុចនៅក្នុងកន្លែងនេះចុចអក្សរ B មកបាទអញ្ចឹងអ្នកនាងចង់ទៅកាន់របៀបនៃការប្រើប្រាស់ border and setting បន្ថែមទៀតនៅខាងក្រោមនេះគឺអ្នកនាងចុចអក្សរ O មកបាទចុចអក្សរ O មកវាដល់ហើយនេះហើយ
ចឹងយើងអាចធ្វើការកំណត់ប្រើប្រាស់បានណានេះគេហៅថាជាទម្រង់នៃ Keep បាទអញ្ចឹងវីដេអូតាក់ទងទៅនឹងការប្រើប្រាស់keyboard ហ្នឹង keyboard command ហ្នឹងគឺយើងមានប៉ុណ្ណឹងបាទហើយសូមអរគុណហើយជួបគ្នានៅវីដេអូបន្ទាប់ទៀតសូមអរគុណសូមជម្រាបលា